សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់និទានក្រហមនៃអេពីសូតទី1ដែលមានចំណងជើងថាក្តាមមកឈប់នៅក្រោមគ្រែហើយនេះជាសាច់រឿងពិតរបស់អ៊ំស្រីម្នាក់ដែលកើតឡើងកាលពីជាង20ឆ្នាំមុនហើយសាច់រឿងនេះដែរគឺកើតឡើងនៅក្នុងខេត្តព្រះសីហនុនៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងប៉ុន្តែសាច់រឿងនេះដែរគឺមិនមែនអ៊ំស្រីគាត់យកមកចែករំលែកទេបងប្អូនទាំងអស់គ្នាគឺមានកូនមណ្ឌលម្នាក់ដែលគាត់ធ្លាប់រស់នៅជាមួយនឹងអ៊ំស្រីនោះដែលកាលនោះដែរអ៊ំស្រីនោះគឺជាម្ដាយបន្ទប់របស់គាត់ផ្ទាល់បងប្អូនទាំងអស់គ្នាហើយសាច់រឿងនៅក្នុងបន្ទប់នោះគឺបន្ទប់លេខ9ហើយមិនមែនថាអ៊ំស្រីម្នាក់ទេដែលគាត់ធ្លាប់ជួបសាច់រឿងបែបនេះបងប្អូនទាំងអស់គ្នាគឺឲ្យតែម្ដាយបន្ទប់ដែលមកធ្វើការនៅក្នុងបន្ទប់ទី9នោះគឺតែងតែជួបនៅរឿងរ៉ាវរន្ធត់ផ្សេងគ្នាទៅតាមហេតុការណ៍អញ្ចឹងទៅប៉ុន្តែថ្ងៃនេះដែរខ្ញុំសូមយករឿងមួយនេះមកចែករំលែកជូនបងប្អូនទាំងអស់គ្នាតាមពិតទៅសាច់រឿងរបស់គាត់គឺវែងមែនទែនបងប្អូនទាំងអស់គ្នាវាមានច្រើនហេតុការណ៍ប៉ុន្តែដោយសារតែនេះជាវីដេអូទី1របស់ខ្ញុំនៅក្នុង Channel ថ្មីខ្ញុំមានពេលត្រឹមតែ15នាទីប៉ុណ្ណោះដើម្បីចែករំលែកសាច់រឿងនេះជូនបងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយូរតោះចូលទៅក្នុងហេតុការណ៍ទាំងអស់គ្នាហើយនេះដែរជាសាច់រឿងរបស់បងម៉ាណុលដែលគាត់យកមកចែករំលែកជូនខ្ញុំហើយខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាបានស្ដាប់ផងដែរគាត់ថានៅក្នុងមណ្ឌលដែលគាត់ធ្លាប់រស់នៅនោះគឺគេបានបង្កើតឡើងតាំងពីឆ្នាំ1992មកម្ល៉េះហើយដីនៅទីនោះវាមានសភាពល្អមែនទែនមិនថាដាំដុះអ្វីនោះទេបងប្អូនអរគ្នាគឺបានផលគឺច្រើនខ្លាំងមែនទែនប៉ុន្តែគាត់ប្រាប់ថាដីនោះគឺវាហាក់បីដូចជាដីដែលគេកប់ខ្មោចតាំងពីជំនាន់អាប៉តឬមួយយ៉ាងណាទេបងប្អូនអរគ្នាព្រោះអីនៅពេលដែលគេកាប់គាស់ឆ្ការឬមួយក៏ដាំដំណាំគេកាប់ដីលើករងអញ្ចឹងគេតែងតែប្រទះជាមួយនឹងឆ្អឹងខ្មោចក៏ដូចជារលាខ្មោចពេលខ្លះក៏សាកសពរត់ពីដែកឬមួយរកក្រោះអញ្ចឹងនៅក្នុងឆ្នាំ2002គឺអ៊ំស្រីម្នាក់គាត់បានចូលមកធ្វើជាម្ដាយបន្ទប់របស់បន្ទប់លេខ9ហើយគាត់បានបញ្ជាក់ផងដែរថានៅក្នុងមណ្ឌលនោះគឺមានបន្ទប់ចំនួន10ដែលគេបែងចែកជាបន្ទប់ក្មេងស្រី5និងបន្ទប់ក្មេងប្រុស5ដោយគេបង់លេខចាប់ពីលេខ1រហូតដល់លេខ10អញ្ចឹងណាបងប្អូនអរគ្នាហើយគឺអ៊ំស្រីច័ន្ទនោះក៏គាត់បានចូលមកធ្វើការនៅជាម្ដាយបន្ទប់លេខ9ហើយគាត់មានតួនាទីមើលថែក្មេងៗនៅក្នុងបន្ទប់នោះហើយក្មេងនៅក្នុងបន្ទប់នោះគឺមានចំនួនចន្លោះពី12ទៅ15នាក់តាមចំនួនមនុស្សអញ្ចឹងណាបងប្អូនអរគ្នាហើយចំណែកនិយាយពីអាយុវិញគឺគាត់ថាអាយុដូចកម្មចន្ទាផ្ទះអញ្ចឹងបងប្អូនអរគ្នាគឺចាប់មានពី5រហូតដល់17 18ឆ្នាំតាមនឹងទៅហើយបន្ទាប់ពីគាត់បានចូលមកធ្វើការនៅក្នុងមណ្ឌលនោះគឺគេបានវឹកហាត់គាត់ជាមួយនឹងម្ដាយបន្ទប់ចាស់ព្រោះអីចូលមកក៏ត្រូវមានការណែនាំពីអ្នកចាស់អញ្ចឹងណាបងប្អូនអរគ្នាហើយពេលដែលគាត់វឹកហាត់នោះគាត់បានសួរនាំទៅកាន់ម្ដាយបន្ទប់ចាស់នោះថាបងមិនបានបងជប់ធ្វើការនៅទីនេះអញ្ចឹងហើយម្ដាយបន្ទប់ចាស់នោះក៏បានប្រាប់គាត់ថាដោយសារបងធ្វើការនៅទីនេះយូរហើយបងចង់មានគ្រួសារអញ្ចឹងបងសម្រេចចិត្តថាជប់ទៅហើយសូមបញ្ជាក់ផងដែរបងប្អូនអរគ្នាគាត់បានប្រាប់ថាសម្រាប់ម្ដាយបន្ទប់ដែលចូលទៅធ្វើការនៅក្នុងមណ្ឌលនោះគឺជាស្ត្រីក្រមុំហើយនិងស្ត្រីមេម៉ាយដែលមានវ័យចំណាស់ពីព្រោះពួកគាត់ត្រូវស្នាក់នៅជាមួយនឹងក្មេងៗចំនួនមួយអាទិត្យពេញតែម្ដងលើកលែងតែថ្ងៃឈប់សម្រាកទេដែលគាត់អាចចេញទៅក្រៅឬមួយស្នាក់នៅក្រៅបានហើយបន្ទប់ដែលគាត់មកត្រូវមើលថែក្មេងៗនោះគឺជាបន្ទប់ក្មេងប្រុសហើយជាធម្មតាបន្ទប់របស់ម្ដាយបន្ទប់គឺគាត់មានបន្ទប់មួយដាច់ដោយឡែកពីកូនកូនទាំងអស់គឺដេកនៅក្នុងបន្ទប់ធំមួយទាំងអស់គ្នាដែលមានគ្រែ2ជាន់ជាប្រភេទគ្រែឈើហើយម្ដាយបន្ទប់ស្នាក់នៅក្នុងបន្ទប់មួយដែលមានទំហំ3ម៉ែត្រ4ជ្រុងហើយនៅក្នុងនោះក៏មានគ្រែឈើមួយផងដែរសម្រាប់គាត់រំលងបាន5ថ្ងៃនៃថ្ងៃធ្វើការរបស់គាត់គឺនៅយប់ថ្ងៃទី5គឺចាប់ផ្ដើមមានរឿងចម្លែកកើតឡើងដោយនៅក្រោមគ្រែរបស់គាត់យប់នោះគាត់បានឮសូរសំឡេងដូចជាមាននរណាម្នាក់យកកញ្ចក់ទៅកោសជាមួយនឹងរនាបគ្រែឈើរបស់គាត់អញ្ចឹងបងប្អូនអរគ្នាហើយពេលនោះគាត់មានអារម្មណ៍ថាដូចជាមិនស្រួលនោះទេប៉ុន្តែគាត់គិតថាប្រហែលជាមានកណ្ដុរនៅក្នុងបន្ទប់របស់គាត់ហើយនៅយប់នោះដែរអ៊ំច័ន្ទគឺគាត់សម្រានអត់បានទេបងប្អូនទាំងអស់គ្នាធម្មតាដោយសារតែមានសំឡេងរំខានអញ្ចឹងគឺមិនថាតែគាត់ទេបងប្អូនទាំងអស់គ្នាសូម្បីតែខ្ញុំនេះក្មេងក៏ខ្ញុំគេអត់លក់ដែរហើយអញ្ចឹងទៅគឺយប់នោះគាត់អត់បានគេងទេដែលធ្វើឲ្យព្រឹកឡើងគឺគាត់មានអារម្មណ៍ថាអស់កម្លាំងខ្
ខ្លាំងមែនទែនហើយបន្ទាប់មកគឺយើងកាត់ដល់យប់បន្ទាប់គឺជាយប់ថ្ងៃទី6ដោយហេតុតែគាត់អត់បានគេងតាំងពីយប់ថ្ងៃទី5មកអញ្ចឹងទៅធ្វើឲ្យគាត់អស់កម្លាំងអញ្ចឹងគាត់ឆាប់គេងមែនទែននៅយប់នោះហើយបន្ទាប់មកនៅពាក់កណ្ដាលយប់គាត់មានអារម្មណ៍ថាដូចជាថប់មិនដឹងទេបងប្អូនអរគ្នាអញ្ចឹងគាត់ក៏បានបើកភ្នែកមកគឺកង្ហាររបស់គាត់គឺបានដាច់ខ្សែបាត់ទៅហើយបងប្អូនអរគ្នាអញ្ចឹងធ្វើឲ្យគាត់អត់មានកង្ហារដេកទេយប់នោះហើយថប់អញ្ចឹងគឺគាត់បើកបង្អួចដើម្បីឲ្យមានខ្យល់ចូលផងដែរបន្ទាប់ពីគាត់បើកបង្អួចចំហរួចគាត់ក៏បានសម្រាកទៅវិញប៉ុន្តែគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែឈរមើលគាត់ពីខាងក្រៅបង្អួចមកអញ្ចឹងបងប្អូនទាំងអស់គ្នាអូយគ្រាន់តែនិយាយដល់ចំណុចនេះភ្លាមអេដមីនព្រឺរោមតែម្ដងហើយអញ្ចឹងទៅគាត់មានអារម្មណ៍បែបនេះគាត់ក៏បើកភ្នែកប្រឹមមើលពេលនោះដែលគាត់ឃើញនារីសក់ខ្លីត្រឹមកស្លៀកចងពងបងប្អូនអរគ្នាបានសម្លឹងមើលគាត់ពេលនោះគាត់ក៏បើកភ្នែកអាលក្ខណៈថាយើងបើកភ្នែកទាំងអស់មើលដើម្បីចង់ដឹងថាតើអ្វីដែលគាត់ឃើញហ្នឹងជាការពិតអត់ណាបងប្អូនអរគ្នាពេលដែលគាត់បើកភ្នែកមកគឺអ្វីគឺវាទទេបងប្អូនអរគ្នាគឺអត់មានឃើញនារីសក់ខ្លីនឹងម្ដងទៀតទេហើយអញ្ចឹងគាត់មានអារម្មណ៍ថាអត់ស្រួលទេគាត់ភ័យមែនទែនពេលដែលគាត់ភ័យខ្លាំងពេកគាត់គិតថាប្រហែលជាគាត់គេងក្នុងបន្ទប់នោះអត់បានទេដោយសារក្តៅផងទី1ហើយទី2ដោយសារតែគាត់មិញហ្នឹងគាត់បានឃើញនារីសក់ខ្លីម្នាក់ដែលឈរនៅក្រៅបង្អួចហ្នឹងសម្លឹងមកគាត់ហើយអញ្ចឹងគាត់បានសម្រេចចិត្តថាគាត់នឹងចេញទៅគេងនៅខាងក្រៅជាមួយនឹងកូនហើយនៅយប់នោះដែរគឺគាត់អត់បានជួបសាច់រឿងអីផ្សេងទៀតទេហើយអញ្ចឹងលុះព្រឹកឡើងគាត់បានយកកង្ហារដែលដាច់ខ្សែហ្នឹងគាត់យកទៅឲ្យជាងគេបានតខ្សែឲ្យគាត់ដោយសារតែនៅក្នុងមណ្ឌលនោះគឺមានជាងម្នាក់ដែលគេជួលមកសម្រាប់ធ្វើការនៅទីនោះអញ្ចឹងណាបងប្អូនអរគ្នាហើយកង្ហារគាត់ក៏បានជួសជុលរួចហើយកាត់មកដល់យប់ទី7នៃសាច់រឿងរបស់យើងយប់នោះដែរគឺគាត់បានគេងធម្មតាគាត់បានភ្លេចបាត់ដោយសារតែធ្វើការណាមួយក៏ហត់នឿយជាមួយនឹងក្មេងៗតូចៗផងដែរនោះគាត់បានសម្រាកលងលក់បាត់ទៅហើយជាធម្មតាគឺនៅក្រោមគ្រែរបស់គាត់គឺគាត់ដាក់កថោបងប្អូនអរគ្នាដោយសារតែបន្ទប់ទឹកឆ្ងាយមែនទែនពីបន្ទប់ទឹកក្មេងប្រុសអញ្ចឹងទៅគឺនៅខាងក្រៅគេមានកថោមួយសម្រាប់ក្មេងៗបាត់ជើងរួមគ្នាហើយនឹងម្ដាយបន្ទប់គាត់មានកថោមួយសម្រាប់គាត់ផ្ទាល់ខ្លួននៅក្នុងបន្ទប់ហើយជាធម្មតាគាត់ទុកកថោនោះនៅក្នុងក្រោមគ្រែរបស់គាត់បងប្អូនអរគ្នាហើយយប់នោះគាត់គាត់បាត់ជើងតូចណាអញ្ចឹងគាត់បានអោនយកកថោនៅពីក្រោមគ្រែនោះប៉ុន្តែពេលដែលគាត់អោនទៅបងប្អូនអរគ្នាពេលនោះគាត់បានឃើញក្តាមមឈូសចាស់មួយនៅពីក្រោមគ្រែរបស់គាត់ពេលនោះគាត់ភ័យឡើងអុកគូណាបងប្អូនអរគ្នាប៉ុន្តែពេលដែលគាត់ភ័យហើយគាត់បានជូតភ្នែកគាត់ហើយគាត់បានកលែកទៅមើលក្រោមគ្រែនោះម្ដងទៀតដើម្បីបញ្ជាក់ថាតើវាជាការពិតអត់ប៉ុន្តែពេលនោះគឺគាត់អត់បានឃើញក្តាមមឈូសនោះទៀតទេបងប្អូនអរគ្នាហើយគាត់ភ័យឡើងញ័រដៃមែនទែនហើយតែពេលនោះគាត់ចាប់ទុកថាគាត់ស្វាងភ្នែកបងប្អូនអរគ្នាហើយគាត់បានយកកថៅមកគាត់បាត់ជើងធម្មតារួចគាត់ឡើងទៅគេងធម្មតានៅពេលដែលគាត់ឡើងទៅសងំគេងហ្នឹងគាត់បានគិតថាចុំតិចបន្ទប់ហ្នឹងមានអីទៅដូចជាប្លែកដល់ហើយយប់ទី5គាត់បានឮសូរសំឡេងដូចជាមានស្អីកោសក្តារកោសអីអញ្ចឹងណាហើយបន្ទាប់មកយប់ទី6គាត់បានឃើញមានអឺស្រីម្នាក់ឈរពីប្អួចហ្នឹងសម្លឹងមកមើលគាត់ហើយទាំងដែលបន្ទប់នោះគឺជាបន្ទប់ក្មេងប្រុសឯងបងប្អូនអរគ្នាហើយពាក់កណ្ដាលទៀតហ្នឹងគឺអត់មានអាណាគេចេញពីក្រៅបន្ទប់ទេព្រោះអីម្ដាយបន្ទប់គឺចាក់សោហើយបងប្អូនអរគ្នាធម្មតាគាត់ចាក់សោហើយគាត់ដកសោទុកហើយព្រោះអីដោយសារតែក្នុងបន្ទប់គឺមានកថោសម្រាប់ការបត់ជើងហើយអញ្ចឹងគឺគេអត់តម្រូវឲ្យក្មេងៗចេញក្រៅបន្ទប់ចាប់ពីម៉ោង10យប់ទេហើយអញ្ចឹងគាត់បានគិតនៅក្នុងចិត្តឯងចាគាត់ប្លែកមែនតើហើយយប់នេះគាត់បានឃើញក្តាមមឈូសនៅក្រោមខែរបស់គាត់ទៀតអញ្ចឹងគាត់មានអារម្មណ៍ថាអត់ស្រួលទេហើយលុះស្អែកឡើងគាត់បានយករឿងហ្នឹងទៅនិយាយប្រាប់សួរនាំជាមួយនឹងម្ដាយបន្ទប់ផ្សេងអញ្ចឹងណាគាត់សួរថាបងបងមកធ្វើការនឹងយូរហើយបងដែលជួបហេតុការណ៍អីប្លែកអត់ជួបប្រហែលយប់ឯដែលខ្ញុំគេងអត់លក់ហើយខ្ញុំបានឃើញដូចក្មេងស្រីសក់ខ្លីឈរសម្លឹងខ្ញុំពីកៅប្អួចហើយយប់មិញហ្នឹងខ្ញុំបានឃើញដូចជាមានក្តាមឈូសនៅពីក្រោមខែខ្ញុំបងហើយបើសិនជាបងឯងដឹងរឿងអីដែលកើតឡើងនៅនេះបងឯងអាចជួយប្រាប់ខ្ញុំផងម្ដាយបន្ទប់ផ្សេងគេបាននិយាយមកកាន់គាត់ថាបងមកធ្វើការហ្នឹងតាំងពីឆ្នាំ92មកបងអត់ដែលបានជួបរឿងអីដូចអាណែនិយាយទេ
មួយរយៈនេះបងឃើញអនឯងដូចជារៀងហត់ឬមួយក៏អនឯងឈឺមែនបើអនឯងស្លក់អីចឹងណាប្រហែលជាអនឯងឈឺឬមួយក៏អនឯងអត់ស្រួលខ្លួនហើយបានជាអនឯងស្វាំងភ្នែកមើលឃើញរបស់អស់ហ្នឹងអញ្ចឹងណាហើយហ្នឹងហើយអត់អីទេអូនធ្វើការធម្មតាទៅដោយសារបងមកធ្វើការយូរហើយបងអត់ដែលបានជួបហេតុការណ៍អស់ហ្នឹងទេហើយនេះហើយជាចម្លើយដែលម្ដាយបន្ទប់ផ្សេងបានប្រាប់មកកាន់គាត់ហើយគាត់នៅតែមិនអស់ចិត្តចឹងបងប្អូនអរគ្នាព្រោះអីគាត់តាំងពីទូចមកក៏អត់ដែលបានជួបរឿងរន្ធត់រឿងដែលអស់នេះក្នុងជីវិតគាត់ទេហើយគាត់ក៏បានធ្វើការធម្មតាទៅលុះយប់ឡើងគាត់អារម្មណ៍នៅមិនស្ងប់ទេបងប្អូនអរគ្នាអញ្ចឹងមុនគេងគាត់ក៏បានសូត្រធម៌សូត្រអីនៅក្នុងចិត្តគាត់ដើម្បីកុំឲ្យខ្លាចខ្មោចអញ្ចឹងណាប៉ុន្តែនៅយប់នោះការសូត្រធម៌របស់គាត់នឹងក៏អាចជួយគាត់បានទេបងប្អូនអរគ្នាប្រហែលជាគាត់រិះស័យដាក់ឬមួយយ៉ាងណាយើងអត់ដឹងទេបងប្អូនអរគ្នាគឺយប់នោះហើយគឺធ្វើឲ្យគាត់បាក់ស្បាត់ខ្លាំងមែនទែនដោយនៅយប់នោះគឺគាត់ធ្វើការធម្មតាគាត់បានមើលក្មេងៗរៀនសូត្របិទទ្វារបន្ទប់បិទអីរៀបចំឲ្យក្មេងៗតូចៗដេករួចរាល់គាត់ក៏បានចូលសម្រាកដែរហើយប្រហែលជាម៉ោង11យប់ពេលដែលគាត់កំពុងសម្រានគាត់មានអារម្មណ៍ថាដូចជាធ្ងន់ទ្រូងមែនទែនបងប្អូនទាំងអស់គ្នាធ្ងន់ទ្រូងផងថប់ដង្ហើមផងធ្វើឲ្យមីងច័ន្ទគាត់បានបើកភ្នែកព្រឹមមើលស្រាប់តែពេលនោះគាត់បានឃើញថាមាននារីម្នាក់សក់ខ្លីចងពង់អង្គុយនៅពីលើទ្រូងរបស់គាត់ហើយនៅពេលនោះដែរគាត់មានអារម្មណ៍ថាពិបាកនៅក្នុងខ្លួនខ្លាំងមែនទែនហើយគាត់ថាគាត់ព្យាយាមស្រែកគាត់ព្យាយាមហៅកូនដែរប៉ុន្តែគាត់និយាយមិនចេញនោះទេទោះខំរើបំរាស់យ៉ាងណាក៏មិនអាចរើឈ្នះខ្មោចនោះដែរហើយបើក្រឡេកទៅមើលភ្នែករបស់គេនោះមានសភាពពណ៌ក្រហមកញ្ចក់ដៃវែងរៀបនឹងយកមកច្របាច់កគាត់ទៅហើយចៃដន្យអីមានក្មេងប្រុសម្នាក់ដែលនៅខាងក្រៅបន្ទប់ដែលជាក្មេងប្រុសទូចជាងគេមានអាយុ5ឆ្នាំគឺបានស្រែកយំឡើងដែលធ្វើឲ្យខ្មោចនោះបានរលាយបាត់បន្តិចម្ដងទៅបន្ទាប់ពីខ្មោចនោះបានរលាយបាត់ទៅគាត់ក៏បានស្ទុះស្ទាបើកទ្វាររត់ចេញមកក្រៅបន្ទប់ដែលធ្វើឲ្យក្មេងៗដទៃទៀតបានភ្ញាក់នឹងការបើកទ្វាររបស់គាត់នោះផងដែរហើយក្មេងប្រុសដែលធំជាងគេនោះក៏បានចុះមកសួរគាត់ថាម៉ែមានរឿងអីមែនបានបើកទ្វារខ្លាំងម៉េះហើយខ្ញុំលឺអូនយំយូរហើយម៉ែអត់លឺវាយំអីចុះ ហើយពេលនោះដែរអ៊ំច័ន្ទគឺគាត់អត់ហ៊ានប្រាប់សាច់រឿងដែលខ្មោចលងគាត់ហ្នឹងទៅកាន់កូនទាំងអស់ហ្នឹងឯងដោយសារតែគាត់ខ្លាចក្មេងៗទាំងអស់ហ្នឹងខ្លាចខ្មោចអញ្ចឹងណាហើយពេលហ្នឹងគាត់ក៏បានប្រាប់ទៅកាន់កូនបងគេហ្នឹងថាអូម៉ែលឺតាប៉ុន្តែម៉ែអស់កម្លាំងពេកទៅឲ្យធ្វើឲ្យម៉ែងើបយឺតអញ្ចឹងណាហើយកូននោះក៏សួរបន្ថែមថាចុះហេតុអីបានជាម៉ែចេញមកបើកទ្វារលះស្លន់ស្លោអញ្ចឹងហើយគាត់ក៏ថាអត់អីទេកូននាំគ្នាឡើងដេកវិញទៅមុនហ្នឹងម៉ែគេលក់មកភាំងអញ្ចឹងពេលដែលឮអូនវាយំខ្លាំងពេកអញ្ចឹងធ្វើឲ្យម៉ែភ័យខ្លាចមានរឿងអីអញ្ចឹងបានម៉ែស្ទុះចេញមកអញ្ចឹងណាហើយបន្ទាប់មកគាត់ក៏បានយកកូនទូចជាងគេហ្នឹងចុះមកដេកនៅក្រោមឲ្យត្រូវកង្ហាលហើយគាត់ក៏បានរៀបចំកន្លែងគេងចិត្តកូនទូចហ្នឹងទៅហើយសម្រាប់សាច់រឿងក្តាមមឈូសនៅក្រោមគ្រែនេះដែរវែងពេកបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមslash ត្រឹមនេះហើយខ្ញុំនឹងជូនបងប្អូនទាំងអស់គ្នានៅភាគ2ជាភាគបន្ទាប់ដើម្បីតាមដានភាគ2បងប្អូនទាំងអស់គ្នាបាទសូមជួយចុច Subscribe ហើយបើកសញ្ញាកណ្ដឹងមួយទៅដើម្បីកុំឲ្យរំលងភាគ2នៃរឿងក្តាមមឈូសនៅក្រោមគ្រែនេះផងដែរហើយសម្រាប់សាច់រឿងនេះដែរយើងនឹងតនៅថ្ងៃស្អែកដែលជាភាគ2ហើយចង់ដឹងថាវារន្ធត់យ៉ាងណានោះបាទសូមតាមដានទាំងអស់គ្នាដោយសារតែខ្ញុំប្រាប់បងប្អូនអញ្ចឹងពីដើមមកថាដោយសារ channel នេះជា channel ថ្មីអញ្ចឹងការបង្ហោះគឺมันអាចលើសពី15នាទីទេអញ្ចឹងដោយសារសាច់រឿងវែងពេកខ្ញុំសូម slash ត្រឹមនេះសិនហើយខ្ញុំនឹងយកភាគ2មកចែកជូនបងប្អូនអរគ្នាបានស្ដាប់កំសាន្តនៅថ្ងៃស្អែកតាមពេលវេលានិងម៉ោងដដែលអរគុណសូមជម្រាបលា